របៀបកាត់តវីដេអូកំបាំងកាយបែបនេះនៅក្នុងកម្មវិធី VN ដោយបងប្អូនទាំងគ្នាបានឃើញនៅក្នុងវីដេអូមួយនេះចឹងបាទឥឡូវយើងកុំឲ្យខាតពេលយើងចូលទៅក្នុងកម្មវិធី VN ទាំងអស់គ្នាបាទនៅពេលដែលយើងចូលមកដល់កម្មវិធី VN បងប្អូនទាំងគ្នារើសយកវីដេអូហើយមកហើយនេះជាវីដេអូ original ដែលខ្ញុំថតបែបហ្នឹងបងប្អូនទាំងគ្នាបាទគឺយើងថតបែបហ្នឹងមកអូខេគឺយើងថតលក្ខណៈបែបនេះអានេះកន្លែងហ្នឹងគឺយើងអាចទៅធ្វើ style ផ្សេងៗបានតែនេះគ្រាន់តែជាការឧទាហរណ៍សម្រាប់ចែកជូនបងប្អូនទាំងគ្នាទេបាទអូខេយើងថតបែបហ្នឹងមកហ្នឹងហើយបន្តមកទៀតគឺខ្ញុំធ្វើការកាត់ផ្ទៃ background មួយអូខេយើងរកកន្លែងនេះមកបាទនេះផ្ទៃ background គឺខ្ញុំធ្វើការកាត់មួយហើយបន្តមកទៀតគឺខ្ញុំធ្វើការយករូបភាពមួយនេះវីដេអូមួយនេះដើម្បីយកទៅខាងលើដើម្បីជាប្រភេទ layer មកចុចចាំនេះមកអូខេឥឡូវបន្តទៀតគឺខ្ញុំចុច copy ផ្ទៃ background នឹងឲ្យយើងច្រើនបន្តិចមកអូខេចុចលើវាមួយហើយចុចកន្លែងនេះ copy អូខេ copy មកហើយយើងអូសអាវីដេអូយើងនេះខាងលើនេះ layer នេះដាក់មកដល់ដើមគេមកអូខេឥឡូវយើង copy ទៀតអូខេបន្តទៀតខ្ញុំលុបផ្ទៃខ្មៅនេះចោលអូខេហើយបន្តទៀតគឺខ្ញុំធ្វើការពង្រីកវាធំដើម្បីឲ្យវាពេញអេក្រង់មកចុចចាំនេះអូខេឥឡូវយើងសាក play មើលទៅបាទលក្ខណៈដើរបែបនេះអញ្ចឹងយើងធ្វើការកាត់កន្លែងនេះបានយើងធ្វើការកាត់កន្លែងនេះបានគឺយើងចុចកន្លែង mask ចុចលើ layer ហើយចុចកន្លែង mask ហើយចុចកន្លែងនេះហើយបងប្អូនទាំងគ្នាអាចបង្វិលមកនេះមកបង្វិលឲ្យស្មើជាមួយអាស័យនេះមកកន្លែងដែលយើងចង់ដាក់ដៅនេះអូខេហើយយើងអាចទាញអានេះវាបន្តិចបាទប៉ុណ្ណេះចុះហើយយើងសាក play មើលទៅនេះបាទបើសិនជាឃើញលក្ខណៈដៃស្មោលអញ្ចឹងយើងទាញនេះចូលវិញនេះកាលណាយើងទាញនេះខ្លាំងវាឃើញដៃយើងស្មោលដល់នេះអញ្ចឹងយើងទាញបិទវិញមកបាទប៉ុណ្ណឹងចុះអូខេគ្រីសអញ្ចឹងបងប្អូនសាក play មើលទៅនេះបាទឥឡូវគឺបាត់ហើយអញ្ចឹងវីដេអូមួយនេះគឺរឿងខ្លីទេបងប្អូនទាំងគ្នាបាទគឺងាយសម្រាប់យើងអាចធ្វើបាននៅក្នុងកម្មវិធី VN ហ្នឹងហើយបើសិនជាបងប្អូនទាំងគ្នាមានចម្ងល់ផ្សេងអាច comment នៅខាងក្រោមវីដេអូបាទឬក៏ឆាតសួរខ្ញុំក៏បានតាមរយៈក្រុម Telegram របស់ខ្ញុំដាក់ក្នុងក្រោម link វីដេអូបាទអរគុណបាយបាយកុំភ្លេចជួបគ្នានៅវីដេអូក្រោយៗទៀត